បទពិសោធន៍ជាង30ឆ្នាំនៅក្នុងវិស័យលក់សម្បកកង់រថយន្តដេប៉ូមួយកន្លែងនេះពោពេញទៅដោយចក្ខុវិស័យវែងឆ្ងាយបូករួមជាមួយនឹងសេវាកម្ម One Stop Service តែម្ដងអ្វីដែលកាន់តែពិសេសនោះគាត់ក៏បានសម្រេចចិត្តលក់សម្បកកង់ផលិតនៅខ្មែរ Mack Cross Leader ដែលកំពុងតែផ្ទុះការគាំទ្រខ្លាំងផងដែរចាំនឹងថាមូលហេតុអីទើបគាត់សម្រេចចិត្តលក់សម្បកកង់ Mack Cross Leader ហើយគាត់មានផ្ដល់សេវាកម្មអ្វីខ្លះទៅជួបគាត់ទាំងអស់គ្នាសូមបងបាទសួស្ដីសូមជួយណែនាំឈ្មោះឲ្យនឹងដេប៉ូបងតិចបងសួស្ដីបងខ្ញុំដេប៉ូខាងលក់សម្បកកង់ Rush ហើយជាមួយនឹងការថែទាំរថយន្តបងហើយខាងខ្ញុំមានដើរនៅក្នុងវិស័យទីផ្សារប្រហែលជាជាង30ជាងឆ្នាំដែរបងអូយល់បងបាទចុះបងអាចណែនាំឈ្មោះបងខ្ញុំឈ្មោះទូចសឿម៉េងបងជាមើលការខុសត្រូវនៅក្នុងកន្លែងមួយហ្នឹងបងបាទចុះសម្រាប់ទីតាំងដេប៉ូនៅណាដែរបងទីតាំងរបស់ខ្ញុំនៅភ្នំពេញថ្មីសែនសុកបងអានេះលើផ្លូវគេបងនៅលើផ្លូវ1986នេះផ្លូវធំហ្មងអញ្ចឹងសួរបងសំណាទីតាំងធំបងនៅនេះមានសេវាកម្មខ្ញុំចូលមកដល់ឃើញច្រើនណាបងអាចនិយាយបានមានអីគេខ្លះសេវាកម្មនៅខាងខ្ញុំជាពិសេសគឺសម្បកកង់នៅបងគេបងហើយតាក់ទងជាមួយនឹងការតម្រង់កង់ការថ្លឹងកង់បាញ់ថ្នាំហាស់ចិត្តបុកហើយជាពិសេសគឺលាងឡានជាមួយពលលាងឡាននៃផ្សេងៗទៀតបងនិយាយទៅមកកន្លែងគឺបានគ្រប់សវិសទាំងអស់ហ្មងបាទគ្រប់សវិសទាំងអស់ចូលមកឡានទៅបីក៏ខិចប៉ុណ្ណាហើយចេញទៅវិញដល់ស្អាតទៅនេះឲ្យបងបានឲ្យផ្លងបាទមកចូលហ្មងបាទអញ្ចឹងនៅនេះបងមានលក់សម្បកកង់ឃើញមានច្រើនម៉ាកប៉ុន្តែថ្ងៃនេះមកចង់ focus ទៅលើ Cross Leader ណាបងបើតាមលក់ហ្មងបបពិសោធន៍គឺលើ30ជាងឆ្នាំហើយតាំងពីម៉ាក់ប៉ារបស់ខ្ញុំគាត់ចាប់ផ្ដើមអញ្ចឹងតាំងពីអត់ទាន់មានខ្ញុំដល់ពេលឥឡូវខ្ញុំអាយុ31ឆ្នាំហើយបងបាទអញ្ចឹងដេប៉ូគាត់នៅខាងណាដែរបងដេប៉ូរបស់ខ្ញុំចាប់ផ្ដើមមានពីរសាខាបងមានសាខានៅទូកកហើយជាមួយនៅសែនសុកបាទទូកកនៅម្ដុំកន្លែងចិត្តនៅមូលទូកកបាទអញ្ចឹងជើងចាស់ជើងចាស់ឥឡូវមកដល់បងបាទចុះបងនៅនេះដោយសារតែឃើញបងដាក់ Cross Leader ដែរបងអាចប្រាប់ពីមូលហេតុបានថាហេតុអីបានជាបងសម្រាប់ចិត្តដាក់ Cross Leader នេះបងមូលហេតុដែលខ្ញុំដាក់នៅ Mack Cross Leader គឺទី1ហ្មងគឺសុវត្ថិភាពបងបាទហើយទី2ហ្នឹងគឺយើងចង់ជួយគ្រប់គ្រងផលិតផលនៅក្នុងស្រុករបស់យើងវាជាកាតព្វកិច្ចហ្មងបងអញ្ចឹងថាបើសិនជាយើងមានផលិតផលក្នុងស្រុកខ្ញុំចង់ឲ្យដាក់មាននៅក្នុងទីផ្សាររបស់យើងដែរដាក់មាននៅក្នុងហាងរបស់ខ្ញុំដែរហើយទី2ហ្នឹងគឺការប្រើប្រាស់ហ្នឹងគឺវាមានភាពស្ងប់ស្ងាត់ហើយយើងទទួលបាន feedback ល្អពីភ្ញៀវបងហ្នឹងគឺជាចំណុចល្អហ្មងមិនខ្លះទៅបងភ្ញៀវនៅពេលគាត់ដូរហើយគាត់និយាយមិនខ្លះពេលគាត់តាមផ្សារដូរគាត់ថាកង់ហ្នឹងអាយុកាលរបស់វាប្រើបានយូរកម្រិតសុខរបស់វាបានយូរហើយតម្លៃគួរសមបងអញ្ចឹងវាសាកតជាមួយនឹងទីផ្សារខ្មែរដែរបងបាទត្រូវហើយបងខ្ញុំចាប់អារម្មណ៍ថា Cross Leader គាត់ផលិតនៅខ្មែរហើយប្រើចូលកស៊ូខ្មែរហើយតែតម្លៃសមរម្យមែនទែនសមរម្យចាំពេលយើងប្រើវាជួយគ្រប់គ្រងទាំងអស់បាទជួយគ្រប់គ្រងសេដ្ឋកិច្ចយើងទៀតបាទបងសំខាន់រឿងតម្លៃហ្នឹងគឺបងប្អូនអញនិយាយបានថាបើសិនជាយើងប្រៀបធៀបជាមួយនឹង brand ដែល premium ថាយើងប្រើអានេះ3ឈុតអីហ៎បាទហ្នឹងហើយវាសក់ហ្នឹងហើយវាត្រូវបងពេលខ្លះយើងដូរអាហ្នឹងមួយដូរអានេះ4គ្រាប់វាស្មើនឹងអាកង់ brand យើងមួយដែរបងហ្នឹងហើយណាមួយអានេះវាជា brand ដែលគ្រប់គ្រងជាមួយនឹងការផលិតនៅស្រុកខ្មែរយើងផងដែរបាទហ្នឹងហើយចុះបងនៅនេះពាក់ព័ន្ធជាមួយនឹង Cross Leader នេះបងមានទំហំពីប៉ុន្មានដល់ប៉ុន្មានខ្លះកង់យើងមានចាប់ផ្ដើមតាំងពីកង់ approve រហូតដល់បំធំដូចបើយើងបានមើលឃើញចឹងដល់បំ20 21 22ដែរបងបាទអញ្ចឹងមានថាមានសពគ្រប់អស់ហើយសពគ្រប់ទាំងអស់ហើយសំខាន់មានឃើញកន្លា Cross ទៀតបាទមានទាំងអស់បងកន្លា Cross នេះបងយល់មិនដែរបងសម្រាប់កន្លា Cross របស់ Cross Leader នេះសម្រាប់កន្លា Cross ហ្នឹងគឺគាត់ប្រើគឺអាយុកាលរបស់វាបានយូរបងហើយតាក់ទងជាមួយថាបើសិនជាគាត់បើកបរនៅក្នុងផ្លូវលំបាកខ្លាំងដូចជាផ្លូវផុកទៅថ្មគឺវាជួយខ្លាំងបងជួយថាអត់ឲ្យឡានយើងប្រើបើសិនវាស្តុកបើសិនវាខ្លាំងឡើងការឡើងកម្ដៅវាអត់ទៅមានទេបងជួយបានច្រើនខ្លាំងមែនតើបងចុះពាក់ព័ន្ធជាមួយនឹងរឿងសលេងអីដូចបងមួយចំនួនគាត់និយាយថាកន្លា Cross ឲ្យគាត់ខ្លាចលន់ខ្លាចអីពាក់ព័ន្ធជាមួយ Cross Leader មិនដែរបងជាមួយ Cross Leader ធម្មតាអានោះពេលយើងនិយាយឲ្យតាមស្មោះត្រង់ហ្មងគឺពេលច្រើនឲ្យតែកន្លាធំវាអាចមានការសម្លេងតិចឬមួយក៏ខ្លាំងទៅតាមអតិថិជនមួយដូចយ៉ាងខ្លះគាត់ប្រាប់ថាស្លេងប៉ុណ្ណឹងយើងអាចទទួលយកបានគាត់អាចដាក់ចម្រៀងដាក់អីទៅវាអត់អីទេតែអតិថិជនខ្លះគាត់ប្រាប់ថាគាត់បើកបនទៅពេលគាត់យកផ្លូវកន្លាដែលកន្លាធំតែគាត់បើកទៅ highway គាត់បើកផ្លូវជាតិរបស់យើងទៅពេលខ្លះវាអាចលឺសម្លេងខ្យល់ចូលក្នុងឡានដែរបាទបងដោយសារតែឃើញប្រភេទកន្លា Cross ក៏មានដូចជាពីរប្រភេទដែរបងបាទ Cross Leader អាហ្នឹងមិនដែរបង
សម្រាប់ការប្រើ សម្រាប់ការប្រើប្រាស់វាតាមស្ថានភាពផ្លូវរបស់យើងអញ្ចឹងបើសិនជាភ្ញៀវអតិថិជនគាត់មកយើងណែនាំគាត់ឲ្យប្រើប្រាស់ទៅតាមស្ថានភាពផ្លូវរបស់គាត់បើកបរអាហ្នឹងគឺវាបន្ថែមអាយុកាលរបស់កង់ហើយកម្រិតសុខភាពរបស់វាគឺវាយូរជាងមុនដែរបងអញ្ចឹងហើយកង់ដូចពេលខ្លះប្រើដល់ពី50000ដល់60000 80000អីហ៎កង់ហ្នឹងហើយពេលខ្លះដូរទៅឡើងសងតែ Facebook ភ្ញៀវហើយវាយូរពេកវាកង់ធម្មតាបើដូចតែខ្ញុំបើកទៅក្នុងក្រុងអញ្ចឹងវាពេលខ្លះ4ឆ្នាំ5ឆ្នាំអត់ទាន់ទៅណាផងបាទត្រូវបងតាមការប្រើជាក់ស្ដែងដែរបាទតាមការប្រើប្រាស់ជាក់ស្ដែងដែរបងទោះបីកស៊ូល្អប៉ុណ្ណាក៏ដោយតែបើសិនជាយើងប្រើខុសលក្ខណៈផ្លូវបាទនឹងសារវាក៏ពិបាកដែរបាទបងហើយណាមួយអីដែលសំខាន់តម្រងកង់បាទនឹងឲ្យយើងតម្រងកង់បើមិនអញ្ចឹងទេស៊ីកង់បងប្អូនប្រើបានយូរទេបានយូរទេបងអាសាឃើញដែរបងប្អូនមួយចំនួនគាត់ផុសលើ Facebook ឃើញកង់គាត់ឡើងទៅងោលមកចាហៀងអញ្ចឹងណាបាទនឹងព្រោះមានបញ្ហាតម្រង់បញ្ហាស៊ីកង់អញ្ចឹងតើមួយខែអីមួយខែកន្លះ2ខែទៅគឺសុកលឿនអស់ចាហៀងហ្មងហើយបងតែពេលច្រើនវាសុកខាងក្នុងអញ្ចឹងទៅយើងមើលអត់បានដឹងដែរតើគាត់យកមកខាងយើងទៅយើងបានមើលត្រឹមត្រូវបាទអញ្ចឹងសម្រាប់ភ្ញៀវបង recommend ទៅគាត់មិនដែរបងសម្រាប់ការថែទាំកង់សម្រាប់ការថែទាំកង់ពីកន្លែងខ្ញុំទៅជាទូទៅ10000គីឡូបង10000គីឡូខ្ញុំចង់ឲ្យពួកគាត់មកវិញដើម្បី check up មើលឡើងវិញដើម្បីថាពេលខ្លះគាត់បើកបរទៅវាអាចរបួសសណយើងត្រូវការក្នុងឡើងវិញមួយពេលខ្លះវាអាចមុតកង់ខាងក្នុងឲ្យដល់គាត់មើលឃើញឯងហ្នឹងហើយមួយទៀតហ្នឹងយើងអាច check មើលថាកម្រិតសុខភាពរបស់គាត់ហ្នឹងអាកង់ខាងក្នុងមានសុខជាងខាងក្រៅវារបៀបមិនដែរយើងអាចប្រយោជន៍ណែនាំរបស់គាត់ដែរហើយខាងខ្ញុំផ្ទាល់តាក់ទងជាមួយនឹងការលាងរថយន្តលាងអីចឹងខ្ញុំមានទទួលខ្ញុំមានសេវាកម្ម free checklist ឲ្យហ្នឹងគឺអត់មានគិតលុយទេយើងមកទៅយើង check មើលតាក់ទងជាមួយនឹងប្រេងទឹកស្បែកប្រាំង check មើលកង់ check មើលតាក់ទងជាមួយនឹងការបែក press ស្នាមនៃឡានចង់អីចឹងគឺខាងខ្ញុំជួយ check មើលឲ្យបាទអូល្អមែនយើងទៅគឺ one stop service មកបងប្អូនមកដល់ចង់ធ្វើអីក៏បានយើងទៅមកដល់ឡានដែលស្អាតហ្មងបាទបងធានាឲ្យថាដឹងថាស្អាតព្រោះតែខ្ញុំពីច្រើនខ្ញុំមានមិត្តភក្តិខ្ញុំមួយចំនួនដែរគាត់ប្រប្រយប៉ុន្តែគាត់ទៅមានបច្ចេកទេសខាងជំនាញហើយពីច្រើនគាត់អាសាចោះទឹកខែអញ្ចឹងទៅបើខ្ញុំធ្វើសេវាកម្ម check up ឡានថាដើម្បីថាពួកគាត់ ready ពួកគាត់ជាងខ្លួនដែរដើម្បីចោះទឹកខែអញ្ចឹងតាក់ទងជាមួយយើង check មើលកង់អង្គ check មើលអី check មើលទឹកស្អំទឹកអីហ្នឹងកុំឲ្យពេលគាត់បើកបរទៅចោះខែចោះអីមានបញ្ហាណាមួយអញ្ចឹងទៅពេលគាត់យកឡានមកលាងក៏ខ្ញុំជួយមើលឲ្យដែរបាទល្អមែនតើបងប្អូនយើងទៅនៅពេលដែលបងនិយាយអញ្ចឹងខ្ញុំចាប់អារម្មណ៍ថាបងដែលគាត់ត្រូវការ check up ឡានបាទមុនចេញទៅខេត្តអីបាទបងតាមម្ដងបានលាងសម្អាតឡានស្អាតហើយបាន check up មកស្អាតដឹងថាសុខភាពអីចេញទៅបានបងយើងមើលខ្យល់កង់សកួរទាំងឡានទាំងអីមានការបែកមានអីគឺយើង check មើលទាំងអស់ទៅពេលយើងចេញទៅនេះយើងសុខភាពបងបាទបងមែនទេបងចាំបងជាចុងក្រោយមានអីពាក្យពេចន៍អីផ្ដាំផ្ញើទៅបងប្អូនដែលឲ្យមកជួយគ្រប់គ្រងកន្លែងបងមិនពេលយើងនិយាយទៅខ្ញុំអរគុណបងប្អូនដែលពេលខ្លះគាត់បានទទួលយកនៅសេវាកម្មខាងខ្ញុំគាត់ត្រឡប់មកវិញអាហ្នឹងយើងគិតទៅថាអាហ្នឹងវាជាចំណុចមួយល្អយើងដើរផ្លូវត្រូវហើយបាទហ្នឹងហើយក៏ខ្ញុំនៅតែព្យាយាមបន្តថែរក្សានៅស្តង់ដារហើយយើងពង្រឹងនៅសេវាកម្មរបស់យើងព្យាយាមបន្ថែមឲ្យរហូតដូចខាងខ្ញុំអញ្ចឹងខ្ញុំមាន free steam សម្រាប់ពេលរងអីឲ្យទៅពេលគាត់លាងឡានអីចឹងណាហើយក៏ខ្ញុំបានបន្ថែមពង្រឹងជាមួយបុគ្គលិកអញ្ចឹងធម្មតាដូចនៅកន្លែងខ្ញុំយើងមាន meeting ក្នុងមួយខែយើងជួបគ្នា2ដងទៅ3ដងសម្រាប់បុគ្គលិកយើងទាំងអស់យើងចាប់ដើមបរិញ្ញាតាក់ទងជាមួយទិសដីបទពិសោធន៍របស់កង់ឡានយើងឲ្យចាប់ដើមគាត់មើលមានបទសញ្ញាដូចមានពួកលេខកូដនៅលើកង់អីចឹងយើងឲ្យបុគ្គលិកយើងត្រូវដឹងទាំងអស់ចឹងទៅពេលតែភ្ញៀវមកគាត់មានបទពិសោធន៍គាត់អាចក្នុងចំណេះដឹងដើម្បីប្រយោជន៍ទៅភ្ញៀវបានល្អបាទបងមែនទេបងចុះសម្រាប់ភ្ញៀវថ្មីដែលគាត់ត្រូវការផ្លាស់ប្ដូរសំបកកង់បាទអាចប្រម៉ូទតិចទៅបងមានភ្ញៀវថ្មីមកសិនមកចាំប្រម៉ូទឥឡូវអត់ដឹងថាត្រូវប្រាប់មិនដែរមានតែប្រាប់ឲ្យជួយគ្រប់គ្រងមកគ្រប់គ្រងបាទជួយគ្រប់គ្រងតតែកន្លែងយើងល្អដែរត្រូវគេគ្រប់គ្រងហ្នឹងហើយសំខាន់ណាស់បងនៅនេះខ្ញុំចាប់អារម្មណ៍ថាមានកន្លែងអង្គុយសម្រាប់មានកាហ្វេមានអីទៀតបាទមានកាហ្វេដែរបងប្រាប់ដែរតែសំខាន់បងប្អូនមកដល់ដាក់ឡានឲ្យគាត់ធ្វើសេវាកម្មទទួលសេវាកម្មទៅមកអង្គុយញ៉ាំកាហ្វេញ៉ាំអី relax ទៅបាទយើងទៅគឺមានទាំងអស់តែម្ដងទាំងអស់ហ្នឹងហើយតោះឲ្យគាត់មកទៅគាត់មើលឃើញប្រពេលខ្លះយើងម្ចាស់ហាងយកដឹងថាត្រូវប្រម៉ូទអីយើងមកមើលឃើញអីយកដឹងទៅបាទអូខេបងអញ្ចឹងអរគុណច្រើនមែនតើបងអរគុណបងសរុបមកវិញសង្ឃឹមថាបងប្អូននឹងជួយគ្រប់គ្រងផលិតផលដែលផលិតនៅក្នុងស្រុកជាពិសេសគឺសំបកកង់ Macro Cylinder ដែលប្រើប្រាស់ជ័រកៅស៊ូខ្មែរ 100% ដើម្បីជួយដល់ចរន្តសេដ្ឋកិច្ចជាតិផងដែរ OBO Cambodia លក់សំបកកង់ដែលផលិតនៅកម្ពុជា Macro Cylinder ផ្ដល់ជូននូវសុវត្ថិភាពនិងទំនុកចិត្តដល់ប្រជាជនកម្ពុជា